ឡងមកធ្លាប់តែឮតាមរយៈការស្រាវជ្រាវថាអ្នកនៅលីវឬក៏គ្មានដៃគូស្នេហាអាចមានជំងឺបេះដូងធុញថប់អារម្មណ៍និងមានបញ្ហាផ្លូវចិត្តក៏ប៉ុន្តែការសិក្សាថ្មីមួយពីសាកលវិទ្យាល័យរដ្ឋ Florida កំពុងផ្ដល់ក្តីសង្ឃឹមថ្មីដល់អ្នកនៅលីវឬអ្នកដែលគ្មានបំណងយកគូស្រករការសិក្សាដែលចេញផ្សាយកាលពីខែមីនាឆ្នាំ2025នេះបង្ហាញថាអ្នកនៅលីវរួមទាំងពោះម៉ាយមេម៉ាយឬអ្នកដែលមិនធ្លាប់រៀបការអាចជៀសផុតពីការកើតជំងឺវង្វេងបើធៀបទៅនឹងអ្នករៀបការមានគូស្រករការសិក្សានេះបានតាមដានមនុស្សវ័យចំណាស់ជាង 20,000 នាក់នៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេល18ឆ្នាំអ្នកស្រាវជ្រាវបានរកឃើញថាអ្នកនៅលីវមានហានិភ័យនៃការកើតជំងឺវង្វេងវង្វាន់និងភ្លេចភ្លាំងទាបជាងអ្នកមានគូរហូតដល់ទៅ 50% លោកស្រី Kellen Karakos អ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថាអ្នករៀបការឬមានគូមានហានិភ័យកើតជំងឺវង្វេងខ្ពស់ជាងអ្នកអត់គូដោយសារតែកត្តាសង្គមលោកស្រីនិយាយថាបុគ្គលដែលរៀបការមានទំនាក់ទំនងក្នុងសង្គមតិចជាងអ្នកនៅលីវពួកគេមិនសូវមានទំនុកចិត្តលើខ្លួនឯងក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដោយសារតែសម្ពាធគ្រួសារហើយពួកគេប្រឈមមុខទៅនឹងភាពតានតឹងរ៉ាំរ៉ៃពីតួនាទីមើលថែនិងដឹកនាំគ្រួសារដែលអាចបង្កើតហានិភ័យនៃជំងឺវង្វេងនៅពេលដែលពួកគេចាស់ទៅផ្ទុយទៅវិញស្ត្រីមេម៉ាយបុរសពោះម៉ាយឬអ្នកមិនរៀបការមានសេរីភាពពេញលេញក្នុងការចូលរួមក្នុងសង្គមធ្វើឲ្យផ្លូវចិត្តនិងការចងចាំរបស់ពួកគេល្អប្រសើរអ្នកជំនាញចិត្តសាស្ត្រលោកស្រីវិជ្ជបណ្ឌិត Cora Tulen Zadi បានយល់ស្របនឹងការរកឃើញនេះលោកស្រីថាការចូលរួមក្នុងសង្គមគឺជាគន្លឹះជំនួយទៅដល់សុខភាពខួរក្បាលទោះយ៉ាងណាការសិក្សានេះមិនមែនណែនាំថាមនុស្សគួរជៀសវាងការរៀបការនោះទេក៏ប៉ុន្តែវាបានបង្ហាញពីជម្រើសរវាងអាពាហ៍ពិពាហ៍ការទទួលខុសត្រូវនិងភាពឯករាជ្យនៅក្នុងទំនាក់ទំនងគូស្រករអាពាហ៍ពិពាហ៍ដែលយល់ចិត្តគ្នាបែងចែកការទទួលខុសត្រូវចំពោះគ្រួសារនិងការថែរក្សាមិត្តភាពនឹងធ្វើឲ្យការរស់នៅរបស់អ្នកពោរពេញដោយអត្ថន័យមិនថាជាអ្នករៀបការឬនៅលីវនោះទេ